រឿងព្រេងភ្នំប្រុសភ្នំស្រីកាលពីព្រេងនេះមានសេដេចស្រីមួយព្រះអង្គព្រះនាមស្រីអយុធ្យាសោយរាជ្យនៅនគរខ្មែរក្នុងនាមជាម្ចាស់ផែនដីខ្ញុំត្រូវតែរៀបចំសណ្ដាប់ធ្នាប់ឲ្យបានល្អដោយព្រះនាមជាសេដេចសោយរាជ្យគ្មានបុរសណាមួយហ៊ានដណ្ដឹងយកជាភរិយាឡើយខ្ញុំនឹងជ្រើសរើសបុរសដែលខ្ញុំពេញចិត្តមកធ្វើជាព្រះស្វាមីស្រីដែលនៅក្រៅព្រះរាជអាវ៉ាតក៏ដណ្ដឹងប្រុសធ្វើជាស្វាមីតាមដែរក្នុងរជ្ជកាលនោះមុខគួរឲ្យវេទនានឹងស្រីខ្លះដែលមានរូបអន់ទៅរកដណ្ដឹងប្រុសគេនាំគ្នាប្រកែកមិនយកបងប្អូនអើយឥឡូវនេះដូចជាមិនសមសោះខ្លួនយើងជាស្រីហើយដើរដណ្ដឹងប្រុសធ្វើជាប្តីបែបនេះតើចៅមានគម្រោងយ៉ាងណាដើម្បីផ្លាស់ប្ដូរទម្លាប់នេះយើងនឹងលើកដីចាក់ពូនជាភ្នំភ្នល់ជាមួយនឹងពួកបុរសបើពួកគេចាញ់ពួកគេត្រីមកដណ្ដឹងយើងវិញបងកុសលតើពួកបងហ៊ានភ្នាល់លើកដីធ្វើភ្នំជាមួយពួកយើងទេស្រីដូចពួកអូនតើមានកម្លាំងឯណាទៅលើកដីឈ្នះពួកបងទៅយើងនឹងធ្វើការតតែផ្កាយព្រឹករះបើអ្នកណាធ្វើបានខ្ពស់ជាងអ្នកនោះឈ្នះព្រមបើពួកបងចាញ់ពួកបងនឹងដើរដណ្ដឹងស្រីគ្រប់គ្នាគេបានចាត់មេកំណែនកេណ្ឌមើលស្រីឲ្យបានច្រើនខាងប្រុសមានមេកំណែនខាងប្រុសដើរកេណ្ឌទៅគេនាំគ្នាជញ្ជូនដីរែកទូលតាមធម្មភាពរៀងខ្លួនទៅលឿនឡើងបងប្អូនភ្នំយើងកាន់តែខ្ពស់ហើយពួកស្រីគ្មានផ្លូវឈ្នះយើងទេផ្ដោតអារម្មណ៍ឲ្យល្អបងប្អូនយើងធ្វើការដោយសន្តិភាពនិងសាមគ្គីភាពពួកស្រីមានប្រាជ្ញាជញ្ជូនដីអស់វេលា 3-4 ម៉ោងក៏នាំគ្នាគិតរកល្បិចយកគោមនេះទៅចង់នៅជុងឫស្សីរួចលើកឲ្យខ្ពស់នៅទិសអ៊ីសានមើលណោះផ្កាយព្រឹករះហើយឈប់សម្រាកទៅបងប្អូនយើងឈ្នះហើយពួកប្រុសស្មានតែផ្កាយព្រឹករះក៏បបួលគ្នាឈប់ធ្វើការនាំគ្នានិន្ទ្រាលក់អស់ទៅលឿនឡើងបងប្អូនយើងត្រូវតែធ្វើឲ្យភ្នំយើងខ្ពស់បំផុតមុនពេលព្រះអាទិត្យរះពួកស្រីក៏នាំគ្នាជញ្ជូនដីដល់រាបតែផ្កាយព្រឹករះមែនតែនទើបឈប់ស្លាប់ហើយយើងទាំងអស់គ្នាខុសហើយផ្កាយព្រឹកមែនតែនទើបតែនឹងរះសោះភ្នំស្រីមានទំហំខ្ពស់ជាងភ្នំរបស់ខ្លួនក៏មានសេចក្តីអៀនអន់ក្នុងចិត្តដោយចាញ់កលស្រីពួកបងត្រូវគោរពសន្យាពីថ្ងៃនេះតទៅប្រុសត្រូវដណ្ដឹងស្រីវិញពួកបងសូមចុះចាញ់ចាប់ពីពេលនេះទៅពួកបងនឹងធ្វើតាមសន្យាបញ្ញានិងការសាមគ្គីគឺមានតម្លៃជាងកម្លាំងបាយទៅទៀតណាស់ខ្វៃយើងតាំងពីកាលនោះមកប្រុសក៏ដណ្ដឹងស្រីធ្វើជាភរិយាដល់រាបដល់សពថ្ងៃរមណីយដ្ឋានភ្នំប្រុសភ្នំស្រីនៅតែមានវត្តមានដល់សពថ្ងៃជាសាខ័យភាពនៃរឿងព្រេងនេះសូមឲ្យយើងទាំងអស់គ្នាប្រើប្រាស់បញ្ញាដើម្បីកសាងសុភមង្គលសារអប់រំការប្រើប្រាស់បញ្ញាស្មារតីនិងការរួមសាមគ្គីគ្នានាំមកនឹងជ័យជំនះលើសពីកម្លាំងបាយ